វីដេអូនេះខ្ញុំនឹងលើកយកមកបង្ហាញអំពីរបៀបយើងចូលទៅផ្លាស់ប្ដូរពណ៌ keyboard របស់យើងឲ្យបានស្រស់ស្អាតឬក៏យើងមើលឬក៏យើងលេងនៅពេលយប់អាចផ្លាស់ប្ដូរ keyboard នេះទៅតាមតម្រូវការរបស់បងប្អូនបាទងាយបងប្អូនណាបាទអញ្ចឹងបើសិនណាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយចុច follow page និង like share ចុច subscribe YouTube ម្នាក់មួយផងបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនចូលទៅធ្វើទាំងអស់គ្នាបងណាបាទអញ្ចឹងឧទាហរណ៍ថាឥឡូវយើងបើកទូរស័ព្ទយើងមកអញ្ចឹងរួចហើយយើងបើ iPhone ខ្ញុំមិនដឹងគ្រឿង iPhone វាមិនចឹងបងណាប៉ុន្តែនេះខ្ញុំធ្វើនៅលើទូរស័ព្ទ Android អញ្ចឹងយើងអូសឡើងលើចឹងមកបងណាបាទឡើងលើចឹងមកបងប្អូនមើលខាងក្រោមគេដាក់ថាស្វែងរកកម្មវិធីបងណាប៉ុន្តែទូរស័ព្ទបងប្អូនខ្លះអូសពីលើមកក៏បានបងណាសំខាន់ធ្វើយ៉ាងណាឲ្យតែឃើញកន្លែងស្វែងរកកម្មវិធីហ្នឹងបងប្អូនអូខេបងណាអញ្ចឹងយើងចុចលើកន្លែងស្វែងរកហ្នឹងមកបាទបាទបន្តមកយើងចុចកន្លែងហ្នឹងបងណាកន្លែង setting ហ្នឹងបងបាទនេះកន្លែង setting នៅលើអក្សរនេះមកបាទចុចកន្លែងហ្នឹងមករួចហើយបងប្អូនចុចកន្លែងនេះគេដាក់ថាអក្សរថារចនាបថបាទចុចកន្លែងហ្នឹងពីលើមកបាទអូខេអញ្ចឹងបងប្អូនមើលបាទនេះសិតតែ color ដែលយើងចង់ដាក់បងប្អូនដាក់ color មួយណាក៏បានបងណាអានេះគេហៅថា color keyboard អញ្ចឹងបងប្អូនចង់ដាក់ក្រហមក៏បានបងប្អូនចុចពីលើចឹងមកបាទប៉ុន្តែបងប្អូនមិនឆ្លាញ់ក្រហមបងប្អូនដាក់ខៀវចឹងមកបងណាបាទហ្នឹងហើយបងប្អូនចង់បានពណ៌ណាបងប្អូនដាក់ចុចលើហ្នឹងមកចឹងមកពីពណ៌ទឹកប៊ិចចឹងក៏បានបងណាបាទអញ្ចឹងវាស្រួលមើលអក្សរបាទហើយខ្ញុំសូម review ថាបើសិនណាបងប្អូនចង់យើងអាសាលេងយប់ដាក់ពណ៌ខ្មៅចឹងណានេះច្បាស់បងណាហ្នឹងហើយអញ្ចឹងអូខេបងណាយើងឥឡូវខ្ញុំសម្រាប់យកពណ៌ខៀវទឹកប៊ិចនេះចាស់បាទចុចលើមួយណាបន្ទាប់មកបងប្អូនមើលខាងក្រោមបាទខាងក្រោមគេដាក់ថាដាក់ប្រើចុចលើដាក់ប្រើមកអូខេអញ្ចឹងយើងចេញមកបាទយើងចេញពី keyboard អស់មកឥឡូវខ្ញុំទៅទាញឲ្យបងប្អូនមើលបាទចាំតិចមកណាបាទអញ្ចឹង keyboard ចេញបែបនេះហ្មងណាចេញពណ៌ខៀវបាទអញ្ចឹងយើងស្រួលមើលអក្សរមើលច្បាស់អរគុណច្រើនបងប្អូនរកការតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់បាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ